នេះជាសកម្មភាពថ្ងៃទី1និងថ្ងៃទី2នៃការសម្ដែងរបស់ខ្ញុំនៅសហរដ្ឋអាមេរិកនៅក្នុងទីក្រុង Bowie រដ្ឋ New Jersey ដែលរៀបចំដោយវត្តព្រះពុទ្ធរាំងសីនៅសហរដ្ឋអាមេរិកផងដែរចាគឺជាយន្តហោះ20ជាងម៉ោងអត់បានគេងប្រគ្រាន់ទេហើយក៏មកដល់ភ្លាមក៏មិនបានសម្រាកបានយូរដែររៀបចំខ្លួនព្រឹកឡើងហ្នឹងដើម្បីសម្ដែងហើយគេសួរថាបងអត់អស់កម្លាំងអត់អស់ល្ងយយើងអត់ល្ងយមិនបងប្អូនហើយជាយន្តហោះ20ជាងម៉ោងអត់បានគេងផងអញ្ចឹងហើយបានញ៉ាំត្រាកូនមកកំប៉ុងទៅដើម្បីឲ្យមាន energy ដើម្បីឲ្យភ្លឺស្វាងបន្តិចអញ្ចឹងណាកុំឲ្យល្ងយកុំឲ្យអីហ្នឹងទៅតែល្ងយយើងធ្វើការអត់កើតទេអញ្ចឹងដាក់មកកំប៉ុងស្វាងចាស់ធ្វើការបានធម្មតាអូលយរបស់គេតែខ្ញុំដឹងមុនថាមកដល់ច្បាស់ជាអស់កម្លាំងអត់ល្ងយទេអញ្ចឹងខ្ញុំឆ្លៀតដាក់ Dragon Energy នឹងពីកំប៉ុងមកតាមខ្លួនយើងទៅដើម្បីជំនួយកម្លាំងដើម្បីឲ្យស្មារតីស្វាហាប់ស្វាងអញ្ចឹងទៅយើងធ្វើការបានធម្មតាមុនពេលនេះខ្ញុំមកដល់អាកាសធាតុគេក្តៅល្មមឯងបងប្អូននៅពេលដែលខ្ញុំមកដល់ភ្លាមអាកាសធាតុបដូរបដោយចាពីថ្ងៃដែលខ្ញុំសម្ដែងគឺថាត្រជាក់នោះត្រជាក់មែនតើហើយមានភ្លៀងខ្លះទៀតសំណាងឲ្យបានស្ថានីយកាត់ដេរគាត់រៀបចំជាសម្លៀកបំពាក់បែបខ្មែរមានកមូលចិត្តឲ្យដៃវែងមានស្បែកអញ្ចឹងទៅអូជួយនឹងខ្ញុំបានច្រើនមែនតើអរគុណធានីបានឆ្នៃម៉ូតឆ្នៃឲ្យមកដល់អាមេរិកនេះទៀតអូនហើយអរគុណចាហើយនេះគឺជាវីដេអូតាំងពីថ្ងៃដំបូងដែលខ្ញុំចុះទៅលើយន្តហោះតែម្ដងដែលថតនៅសកម្មភាពខ្លះៗដែលមិនទាន់មានពុទ្ធបរិស័ទចូលរួមមើលការរៀបចំរបស់ព្រះពុទ្ធរាំងសីគឺថាស្អាតខ្លាំងមែនតើបងប្អូនហើយបងប្អូនដែលសម័យដល់នេះថានៅប្រទេសអាមេរិកទេបងប្អូនសហរដ្ឋអាមេរិកទាំងមូលនៅស្រុកគេប៉ុន្តែយើងជិះឡានទៅបែរជាឃើញនៅទស្សនភាពវត្តខ្មែរផុសនៅកណ្ដាលទីក្រុងសហរដ្ឋអាមេរិកហើយបងប្អូនហើយទស្សនភាពហើយនឹងសម្ព័ន្ធភាពនិងសណ្ដាប់ធ្នាប់វិន័យនៅក្នុងវត្តព្រះពុទ្ធរាំងសីគឺរៀបចំបានឥតខ្ចោះតែម្ដងដោយសារតែបច្ចេកទេសវត្តព្រះពុទ្ធរាំងសីក៏ដូចជាព្រះសង្ឃគ្រប់អង្គហើយក៏ដូចជាគណៈកម្មការរៀបចំនៅសណ្ដាប់ធ្នាប់វត្តព្រះពុទ្ធរាំងសីនេះគឺគាត់បានរៀបចំបានមូលមតិគ្នាបានឯកភាពគ្នារៀបចំសោភ័ណភាពក៏ដូចជាសណ្ដាប់ធ្នាប់បានល្អខ្លាំងមែនទែនអញ្ចឹងថ្ងៃទី25 26ហ្នឹងគឺជាថ្ងៃប្រពៃពិធីបុណ្យចូលឆ្នាំខ្មែរតាមបែបប្រពៃណីនៅសហរដ្ឋអាមេរិកនេះគឺជាសប្តាហ៍ចុងក្រោយហើយវត្តព្រះពុទ្ធរាំងសីគាត់បានរៀបចំអញ្ចឹងដើម្បីទទួលពុទ្ធបរិស័ទមកពីទីជិតទីឆ្ងាយបងប្អូនខ្លះក៏ធ្វើដំណើរនឹងរយៈពេល5 6ម៉ោង7ម៉ោងអីក៏មានដែរបងប្អូនដើម្បីមកចូលរួមពិធីបុណ្យចូលឆ្នាំខ្មែរយើងតាមបែបប្រពៃណីនៅសហរដ្ឋអាមេរិកនឹងគឺជាឱកាសមួយសម្រាប់ជួបជុំប្រជាជនខ្មែរទាំងអស់ចានៅគ្រប់រដ្ឋដែលគាត់អាចមកចូលរួមបានមានកម្មវិធីច្រើនបងប្អូនមានតាំងពីល្បែងមានតាំងពីលេងល្បែងប្រជាប្រិយមានតាំងពីការប្រគំតន្ត្រីហើយនឹងមានកម្មវិធីតាមបែបពុទ្ធសាសនាផ្សេងៗក៏ដូចជាស្រង់ទឹកព្រះរាប់បាតព្រះសង្ឃជាច្រើនអង្គក៏ដូចជាកម្មវិធីផ្សេងទៀតជាច្រើនតាមបែបពុទ្ធសាសនាចូលដល់កម្មវិធីថ្ងៃទី2ហើយបងប្អូននេះខ្ញុំស្លៀកជូតបងនេះម្ដងមើលទៅមិនដែរបងប្អូនស្អាតអត់ហើយសធានេះគាត់បានរៀបចំឲ្យនាងខ្ញុំហើយគាត់បានបត់ភ្លីសពុតបត់អីឲ្យហើយបរិយានាងខ្ញុំស្លៀកអញ្ចឹងនាងខ្ញុំអាចមកនេះរៀបចំបានខ្លួនឯងយ៉ាងងាយស្រួលអត់ពិបាកទេគឺថាថ្ងៃហ្នឹងអត់សូវត្រជាក់ទេបានគាត់បើជាម្សិលមិញថ្ងៃទី1ត្រជាក់ខ្លាំងមែនតើតែអត់សូវត្រជាក់គេនេះក៏ត្រជាក់មិនធម្មតាទេណាបងប្អូនតែគាត់ថាមិនសូវត្រជាក់ជាងថ្ងៃទី1ចាបានមកជួបបងប្អូនទាំងអស់គ្នាថ្ងៃទី2នេះបងប្អូនចូលរួមច្រើនកកខ្លាំងមែនតើពីគ្រប់រដ្ឋដែលនៅជិតទីក្រុងវូហ៊ីហ្នឹងបងប្អូនខ្លះទាំងក្រុមគ្រួសារគាត់បានធ្វើដំណើរ5 6ម៉ោង7ម៉ោងក៏មានដែរខ្មែរទាំងអស់គ្នាដែលបានចំណាក់ស្រុកហើយមករស់នៅប្រទេសអាមេរិកនេះផងដែរចានាងខ្ញុំក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះសូមគោរពជូនពរដល់ពុកម៉ែបងប្អូនដែលជាប្រជាជនខ្មែរទាំងអស់គ្នាសូមឲ្យមានតែសេចក្តីសុខសេចក្តីចម្រើនសិរីសួស្តីនិងសុភមង្គលសុខភាពល្អគ្រប់ក្រុមគ្រួសារហើយនាងខ្ញុំសប្បាយចិត្តខ្លាំងមែនទែនដែលបានវិលត្រឡប់មកសម្ដែងជូនបងប្អូនទាំងអស់ចានៅសហរដ្ឋអាមេរិកដែលសុទ្ធសឹងតែជាប្រជាជនខ្មែរយើងទាំងអស់ស្រឡាញ់ខ្មែរគាំទ្រខ្មែរទាំងអស់គ្នាអរគុណសម្រាប់ទឹកចិត្តដ៏ថ្លៃថ្លារបស់ពុកម៉ែបងប្អូនផងដែរចាអរគុណច្រើននេះខ្ញុំនិយាយបងតាមស្រ័យបងប្អូនស្រឡាញ់តែកន្លែងហ្នឹងឯងត្រូវទេបាទឥឡូវសូមទាំងអស់គ្នាមួយមើលសូមឲ្យខ្លាំងតិចទៀតចាបងប្អូនស្រ័យតែដើម្បីបាត់ល្ងាចាប់តាំងពីឆ្នាំ2012មកគឺនាងខ្ញុំបានផ្អាកសម្ដែងនៅគ្រប់ប្រទេសទាំងអស់មិនថាតែសហរដ្ឋអាមេរិកទេបងប្អូនដោយសារតែនាងខ្ញុំរវល់ការងារច្រើននៅប្រទេសកម្ពុជាអញ្ចឹងទៅក៏នាងខ្ញុំមិនបានឡើងមកសម្ដែងជូនបងប្អូនដែរហើយក៏មិននឹកស្មានដល់ថាជាង10ឆ្នាំមកនេះបងប្អូនទាំងអស់នៅពេលដែលនាងខ្ញុំមកសម្ដែងសារជាថ្មីគឺនៅតែមានការគ្រប់គ្រងនៅតែមានការចូលរួមយ៉ាងច្រើនកកនៅតែមានការស្រឡាញ់ចូលចិត្តនិងគ្រប់គ្រងនាងខ្ញុំវត្តមានរបស់បងប្អូនដែលចូលរួមក្នុងថ្ងៃនេះពីថ្ងៃនេះគឺនាងខ្ញុំសប្បាយចិត្តខ្លាំងមែនទែនរំភើបរកអ្វីថ្លៃម្ដងគុណត្របងប្អូនទាំងអស់វិញគឺអត់បានទេទឹកមុខស្នាមញញឹមទឹកចិត្តដ៏ថ្លៃថ្លាការចំណាយពេលវេលាសម្រាប់ show របស់នាងខ្ញុំនេះគឺនាងខ្ញុំអរគុណខ្លាំងមែនទែនរំភើបខ្លាំងមែនទែនដែលឃើញវត្តមានបងប្អូនទាំងអស់មកជួបជុំគ្នាហើយនឹងមានការគ្រប់គ្រងរបស់នាងខ្ញុំហើយក៏ដូចជាចាមានឱកាសនឹងធ្វើបុណ្យរួមគ្នានៅក្នុងវត្តព្រះពុទ្ធរាំងសីផងដែរប្រជាជនខ្មែរយើងដែលរស់នៅតាមបណ្ដាប្រទេសផ្សេងៗមិនថាតែសហរដ្ឋអាមេរិកទេមិនងាយមានពេលជួបគ្នាទេដោយសារតែពួកគាត់រវល់ការងារព្រឹកទល់យប់ក្នុងមួយសប្តាហ៍ទៅមួយសប្តាហ៍អញ្ចឹងមានពេលជុំគ្នាតែសៅរ៍អាទិត្យមួយក៏មានកម្មវិធីបុណ្យទាននៅក្នុងវត្តអារាមក៏ដូចជាក្នុងកន្លែងកម្មវិធីផ្សេងៗដែលរៀបចំដោយសមាគមខ្មែរក៏ដូចជាប្រជាជនខ្មែរយើងដែលរៀបចំកម្មវិធី
មួយសប្តាហ៍ម្ដងជាងទៅពួកគាត់អាចមានពេលបានជុំគ្នាសប្បាយរីករាយហើយការសប្បាយរីករាយហ្នឹងគឺមានការប្រកបតន្ត្រីដែលមានសិល្បករប្រចាំនៅសហរដ្ឋអាមេរិកហ្នឹងដូចជាស្ដែងដែលនាងខ្ញុំមកសម្ដែងនេះគឺសម្ដែងជូនទៅដល់ពួកគាត់ឲ្យបានសប្បាយរីករាយនៅពេលដែលសម្រាប់ពីការងារចាអញ្ចឹងពួកគាត់ចូលចិត្តចម្រៀងពួកគាត់ចូលចិត្តការរាំកម្សាន្តសប្បាយដើម្បីលំហែអារម្មណ៍របស់ពួកគាត់ដែលធ្វើការពីមួយឆ្នាំទៅមួយឆ្នាំពីមួយសប្តាហ៍ទៅមួយសប្តាហ៍បងប្អូនខ្លះគាត់ចោទសួរមកនាងខ្ញុំថាបងច្រៀងនៅក្រៅប្រទេសអញ្ចឹងគឺថាហត់ជាងនៅខ្មែរឆ្ងាយណាច្រៀងច្រើនមែនតើហ្មងចាគឺនាងខ្ញុំហត់តែដោយសារតែកម្លាំងចិត្តពីបងប្អូនទាំងអស់ផ្ដល់ឲ្យនាងខ្ញុំគឺទោះជាហត់យ៉ាងណាក៏នាងខ្ញុំសប្បាយចិត្តនឹងធ្វើការនឹងច្រៀងជូនដល់ពុកម៉ែបងប្អូនដែរដើម្បីតបស្នងនៅទឹកចិត្តដ៏ថ្លៃថ្លារបស់បងប្អូនដែលគ្រប់គ្រងរូបនាងខ្ញុំក៏មិនងាយបានឡើងមកច្រៀងឲ្យបងប្អូនស្ដាប់ដែរនេះគឺជាការតបស្នងជូនទៅដល់បងប្អូនទាំងអស់វិញដែលចំណាយពេលវេលាថវិកាក៏ដូចជាទឹកចិត្តដ៏ថ្លៃថ្លាសម្រាប់នាងខ្ញុំសូមជូនបុណ្យកុសលឲ្យបងប្អូនបានសុខសប្បាយសំណាងល្អគ្រប់គ្រងគ្រួសារអរគុណបងប្អូន